បងប្អូនថ្ងៃនេះយើងងាកចេញពីរឿងអ៊ីស្រាអែលហើយនិងអ៊ីរ៉ង់ដោយសារតែទាំងពីរនាក់នេះគឺបានព្រមព្រៀងក្នុងបទឈប់បាញ់មួយហើយអញ្ចឹងហើយមិនសូវជាមានព័ត៌មានអ្វីគួរឲ្យចាប់អារម្មណ៍ទេក៏ប៉ុន្តែជាមួយនេះយើងងាកមកកូរ៉េខាងជើងបាទបងប្អូនដឹងហើយថាកូរ៉េខាងជើងគឺជាប្រទេសដ៏ឯកោបំផុតនៅក្នុងពិភពលោកដោយសារតែទី1ការរាំងខ្ទប់សេដ្ឋកិច្ចពីសហគមន៍អន្តរជាតិការដាក់ទណ្ឌកម្មសេដ្ឋកិច្ចហើយនឹងរបបដឹកនាំដែលប្រកាន់តឹងរឹតបន្តឹងខ្លាំងមែនទែនអញ្ចឹងហើយជាជនជាច្រើនគឺអត់ហ៊ានទៅលេងប្រទេសនឹងទេបាទហើយឥឡូវនេះគឺមានព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយបងប្អូនគឺថារាប់ថាជាការវិវត្តថ្មីមួយការវិវត្តដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសកូរ៉េខាងជើងដោយសារតែកូរ៉េខាងជើងបានវិនិយោគបង្កើតតំបន់កំសាន្តហៅថាតំបន់ទេសចរធំមួយនៅក្នុងប្រទេសហ្នឹងបាទហើយតែបើកសម្ពោធថ្មីនេះទេបាទត្រៀមរងចាំទទួលភ្ញៀវទេសចរប៉ុន្តែបញ្ហាសួរថាតើភ្ញៀវទេសចរហ៊ានទៅលេងឬមួយក៏អត់ឥឡូវយើងមកតាមដានព័ត៌មាននឹងទាំងអស់គ្នាបាទតាម ABC News របស់សហរដ្ឋអាមេរិកប្រទេសកូរ៉េខាងជើងគឺគ្រោងនឹងបើកតំបន់កំសាន្តដ៏ធំមួយបាននៅសប្តាហ៍ក្រោយបាទដែលវាជាការចាប់ផ្ដើមនៃយុគសម័យថ្មីនៅក្នុងឧស្សាហកម្មទេសចររបស់កូរ៉េខាងជើងហើយបើទោះបីជាមិនទាន់មានដំណឹងថាប្រទេសនេះនឹងបើកព្រំដែនឡើងវិញពេញលេញសម្រាប់ភ្ញៀវបរទេសពេលណាក៏ដោយបាទហើយតំបន់កំសាន្តថ្មីដែលបានបើកសម្ពោធថ្មីហ្នឹងបាទគឺមានឈ្មោះថាវ៉ុនសានកាល់ម៉ាដែលជាតំបន់ទេសចរបែបឆ្នេរបាទហើយនៅទីនោះគឺមានសន្តាគារនិងកន្លែងស្នាក់នៅផ្សេងដែលមានសមត្ថភាពអាចទទួលភ្ញៀវជិត 20,000 នាក់បាទហើយភ្ញៀវទេសចរដែលមកលេងហ្នឹងគឺថាសកម្មភាពខ្លះដែលគាត់អាចដូចថាកំសាន្តបាទក្នុងនោះមានអាចហែលទឹកសមុទ្រលេងដោយសារតែទីនេះជាតំបន់ទេសចរឆ្នេរបាទហើយបន្តពីហ្នឹងគឺយើងអាចលេងកីឡាហើយនឹងសកម្មភាពកំសាន្តជាច្រើនទៀតបាទហើយនឹងទទួលទានអាហារឆ្ងាញ់ៗនៅភោជនីយដ្ឋានបាទតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េបានរាយការណ៍កាលពីថ្ងៃពហុថាមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានមកទស្សនាទីតាំងហើយនឹងកាត់ខ្សែបូសម្ពោធនៅក្នុងពិធីដ៏អធិកអធមមួយបាទហើយលោកបាននិយាយថាការសាងសង់របស់វាត្រូវបានកត់ត្រាថាជាជោគជ័យដ៏អស្ចារ្យបំផុតមួយរបស់កូរ៉េខាងជើងនៅឆ្នាំនេះបាទហើយលោកបានហៅតំបន់នេះថាជាជំហានដំបូងនៃមោទកភាពរបស់កូរ៉េខាងជើងបាទឆ្ពោះទៅរកការសម្រេចបាននៅគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរបាទនេះបើយោងតាម KCNA ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាទប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ទៀតថាតំបន់វ៉ុនសានកាល់ម៉ាហ្នឹងនឹងចាប់ផ្ដើមសេវាកម្មទទួលភ្ញៀវទេសចរក្នុងស្រុកនៅថ្ងៃអង្គារសប្តាហ៍ក្រោយបាទបងប្អូនហើយប៉ុន្តែមិនទាន់មានការបញ្ជាក់ជាក់លាក់ទេថានឹងចាប់ផ្ដើមទទួលភ្ញៀវទេសចរបរទេសនៅពេលណាបាទនេះគឺជាការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបាទពាក់ព័ន្ធនឹងរឿងនេះដដែលលោកគីមចុងអ៊ុនបាទកំពុងតែជំរុញធ្វើឲ្យប្រទេសនឹងក្លាយជាមជ្ឈមណ្ឌលទេសចរដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ចដែលមានជំងឺមានន័យថាដែលទ្រុឌទ្រោមកន្លងមកដោយសារតែការហុំព័ទ្ធសេដ្ឋកិច្ចហ្នឹងបងប្អូនបាទហើយតំបន់វ៉ុនសានកាល់ម៉ានោះគឺជាគម្រោងទេសចរមួយក្នុងចំណោមគម្រោងទេសចរជាច្រើនទៀតដែលគេនិយាយច្រើនបំផុតគឺនៅកូរ៉េខាងជើងយើងនិយាយថាវ៉ុនសានកាល់ម៉ានេះជាតំបន់មួយដែលពេញនិយមដែលជាប្រធានបទដែលគេត្រូវលើកយកមកនិយាយជាច្រើនម្ដងហើយម្ដងទៀតនៅក្នុងកូរ៉េខាងជើងអញ្ចឹងបងប្អូនបាទមកទល់ឥឡូវនេះអត់ទាន់មានរបាយការណ៍បង្ហាញអំពីការវិនិយោគនៅតំបន់នេះថាតើចំណាយទុនវិនិយោគប៉ុន្មានហើយខាងណាជាអ្នកវិនិយោគផ្នែកឯកជនឬមួយក៏រដ្ឋក៏អត់ទាន់មានទេបងប្អូនគាត់ថាចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយគឺការបើកសម្ពោធក៏ដូចជាបើកដំណើរការតំបន់ទេសចរវ៉ុនសានកាល់ម៉ាហ្នឹងចំពេលដែលប្រទេសកូរ៉េខាងជើងអត់ទាន់ដកបំរាមដែលបានដាក់តាំងពីចំនួនជំងឺ COVID-19 រាតត្បាតម៉េះហើយមកទល់ឥឡូវបំរាមគឺនៅតែដែលមានន័យថាភ្ញៀវទេសចរដែលទៅពីក្រៅគាត់អាចចូលទៅបានទេបាទអញ្ចឹងបាទវាដូចនឹងការបញ្ជាក់ពីខាងលើដែរបងប្អូនតំបន់ទេសចរនេះគឺជំហានដំបូងបើកទទួលតែភ្ញៀវទេសចរក្នុងស្រុកទេតែឡែកភ្ញៀវទេសចរបរទេសអត់ទាន់បើកទេអញ្ចឹងបើសិនថាបងប្អូនភ្ញៀវទេសចរដែលចង់ទៅទទួលយកបទពិសោធន៍ថ្មីនៅតំបន់កំសាន្តនៅមាត់ឆ្នេររបស់កូរ៉េខាងជើងបាទរងចាំព័ត៌មានអាប់ដេតបន្តទៀតថាតើគេបើកពេលណាបាទយោងតាមព័ត៌មានដដែលចាប់តាំងពីខែកុម្ភៈឆ្នាំ2024មកភ្ញៀវទេសចរបរទេសដែលចូលទៅកំសាន្តទៅលេងនៅកូរ៉េខាងជើងនោះគឺមានតែភ្
ភ្ញៀវទេសចររុស្ស៊ីទេដោយសារតែប្រទេសទាំងពីរហ្នឹងបាទមួយរយៈចុងក្រោយនេះគឺមួយឆ្នាំពីរឆ្នាំចុងក្រោយនេះគឺកាន់តែគិតចិត្តស្និទ្ធមែនទែនក្នុងនោះរួមទាំងវិស័យយោធាហើយនិងភាពជាដៃគូផ្សេងទៀតបាទទាំងនេះដែលធ្វើឲ្យភ្ញៀវទេសចរបរទេសជាជនជាតិរុស្ស៊ីហ្នឹងបានចូលមកប្រទេសកូរ៉េខាងជើងច្រើនបាទដោយឡែកភ្ញៀវទេសចរសាសមួយទៀតគឺជនជាតិចិនដែលជាប្រទេសភូមិផងរបងជាមួយហើយក៏ជាដៃគូនឹងគ្នាគិតមួយដែរនោះបាទមិនទាន់មានការកើនឡើងទេបាទហើយការធ្លាក់ចុះតាំងពីចំនួនកូវីដ -19 រាតត្បាតនោះហើយមកទល់ឥឡូវគឺនៅតែមិនទាន់មានកំណើននៃភ្ញៀវទេសចរជនជាតិចិននៅឡើយទេបាទអញ្ចឹងព័ត៌មានហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនហើយដូចបានជំរាបអញ្ចឹងតំបន់ទេសចរបើកហើយតែបញ្ហាត្រង់ថាតើឥឡូវនេះគេអត់ទាន់បើកឲ្យភ្ញៀវទេសចរចូលទេទេសចរបរទេសប៉ុន្តែក៏បើកហើយសួរថាបងប្អូនហ៊ានចូលទៅលេងអត់អញ្ចឹងណាដោយសារតែវាមានរឿងរ៉ាវមួយចំនួនបងប្អូនដែលត្រូវបានរាយការណ៍នៅលើបទសារព័ត៌មានបរទេសជាច្រើនបាទដូចដែលយើងដឹងថាកូរ៉េខាងជើងក្រៅពីដូចថាហុំព័ទ្ធដោយទណ្ឌកម្មសេដ្ឋកិច្ចដែលធ្វើឲ្យប្រទេសនឹងឯកោក៏ប៉ុន្តែរបៀបរបបនៃការដឹកនាំដែលដូចថាផ្ដាច់ការមានការរឹតបន្តឹងខ្លាំងនោះជាមូលហេតុដែលធ្វើឲ្យភ្ញៀវទេសចរខ្លាចរអាដែរជាក់ស្ដែងកាលពីឆ្នាំ2016-17ខ្ញុំបានអានព័ត៌មានមួយបងប្អូនមានភ្ញៀវទេសចរជនជាតិអាមេរិកមួយក្រុមដែលមានគ្នាប្រមាណជិត10នាក់បាទគាត់ទៅលេងបាទហើយក៏ប៉ុន្តែនៅក្នុងម្នាក់នៅក្នុងចំណោមនោះចុងក្រោយគាត់មានបញ្ហាធ្ងន់ធ្ងរមែនទែនបាទដោយសារតែកំហុសតិចតួចទេដោយសារតែពេលនោះគឺគាត់បានទៅនៅក្នុងសថាគារគាត់បានចូលទៅកន្លែងដែលគេហាមឃាត់ហើយគាត់ចូលទៅគាត់បានទៅបកទាំងគំនូរដែលគេបិទលើអញ្ចឹងហ្នឹងបាទហើយគាត់ក៏ត្រូវបានគេចាប់ខ្លួនខណៈដែលគាត់ហៀបនឹងឡើងយន្តហោះត្រឡប់ទៅប្រទេសអាមេរិកវិញទៅហើយបាទគឺថានៅពលានយន្តហោះហើយរៀបនឹងឡើងយន្តហោះក៏ប៉ុន្តែត្រូវប៉ូលីសកូរ៉េខាងជើងទៅនាំខ្លួនមកបាទហើយចុងក្រោយគាត់ត្រូវបានកាត់ទោសយ៉ាងធ្ងន់ធ្ងរគឺឲ្យជាប់ទោស15ឆ្នាំជាទាសករនៅក្នុងមន្ទីរឃុំឃាំងរបស់កូរ៉េខាងជើងនឹង15ឆ្នាំបងប្អូនគ្រាន់តែទៅបកទាំងគំនូរដែលមាននៅលើជញ្ជាំងមកគេចោទថានេះជាបទល្មើសធ្ងន់ធ្ងរដែលมันអាចអត់ឲ្យបានហើយក្រោយមកក៏មានដូចថារដ្ឋាភិបាលអាមេរិកនឹងបានអន្តរាគមន៍ជាច្រើនលើកច្រើនសារទីបំផុតជនជាតិអាមេរិកាំងដែលជាភ្ញៀវទេសចរមានឈ្មោះថា Otto Warmbier បាទត្រូវបានដោះលែងបាទបន្ទាប់ពីជាប់ឃុំបានតែ1ឆ្នាំកន្លះទេក៏ប៉ុន្តែនៅពេលដែលគាត់ចេញមកវិញនោះគឺគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរដែលកូរ៉េខាងជើងថាគាត់មានជំងឺចម្លែកម្យ៉ាងបាទហើយបន្ទាប់ពីមកដល់ទឹកដីអាមេរិកបាទក្រុមគ្រូពេទ្យអាមេរិកបានធ្វើការឆែកមើលប្រព័ន្ធដូចថាខួរក្បាលប្រកបគឺថាខូចអស់ហើយអញ្ចឹងអត់ដឹងថាមូលហេតុអីទេហើយចុងក្រោយបំផុតបរិសុទ្ធវ័យក្មេងជនជាតិអាមេរិកាំងហ្នឹងឈ្មោះ Otto Warmbier ហ្នឹងបានបាត់បង់ជីវិតបងប្អូនបាទនេះដោយសារតែធ្វើដំណើរទេសចរទៅប្រទេសកូរ៉េខាងជើងហើយក៏គាត់បង្កកំហុសមួយដែលយើងមើលឃើញទៅថាទូចទេក៏ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើងថាជាកំហុសដែលមិនអាចអត់អន់បានហើយក៏ដាក់ទោសគាត់រហូតចុងក្រោយក៏គាត់បានបង់ជីវិតបន្ទាប់ពីត្រូវបានដោះលែងដែលយើងមិនដឹងថាមានរឿងអីក៏ប៉ុន្តែខាងទីអាមេរិកគេចោទដែរគេថាបរិសុទ្ធរងគ្រោះនឹងប្រហែលជារងការដូចថាធ្វើទារុណកម្មព្រៃផ្សៃពីខាងឆ្មាំគុកនៅកូរ៉េខាងជើងនឹងបងប្អូនបាទទាំងនេះហើយដែលធ្វើឲ្យទេសចរអន្តរជាតិមិនសូវជាក្លាហានក្នុងការទៅលេងប្រទេសនេះបាទអញ្ចឹងយើងមិនដឹងថាទៅមុខទៀតយ៉ាងម៉េចទេបាទអញ្ចឹងយើងរងចាំតាមដានទាំងអស់នេះទៀតបងប្អូនអរគុណ